លោកត្រាំប្រកាសថាកម្ពុជាថៃព្រមព្រៀងឈប់បាញ់នៅល្ងាចថ្ងៃទី13ខែធ្នូនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំប្រកាសថាកម្ពុជាថៃបានព្រមព្រៀងឈប់បាញ់នៅល្ងាចថ្ងៃទី13ខែធ្នូឆ្នាំ2025នេះដោយការរំពឹងទុកនៅយប់ថ្ងៃទី12ខែធ្នូឆ្នាំ2025លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានជួបតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃចាំផ្ទះអនុទីនឆានវីរ៉ាកុលបន្ទាប់ពីហៅទូរស័ព្ទនេះលោកត្រាំបានប្រកាសថាកម្ពុជានិងថៃបានព្រមព្រៀងឈប់បាញ់នៅល្ងាចថ្ងៃទី13ខែធ្នូលោកត្រាំបានសរសេរសារបង្ហោះតាមបណ្ដាញសង្គមថានាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃបានយល់ព្រមបញ្ឈប់ការបាញ់ប្រហារទាំងអស់ដោយចាប់អនុវត្តនៅល្ងាចនេះហើយត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាជាមួយគ្នាដោយមានរូបលោកនិងប្រធានអាស៊ានគឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025លោកត្រាំបន្តថាគ្រាប់បែកដែលផ្ទុះតាមព្រំដែនបានសម្លាប់និងធ្វើឲ្យទាហានថៃជាច្រើនរងរបួសគឺជាឧបទ្ទវហេតុប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំងក្លាតែយ៉ាងណាក៏ដោយប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាពនិងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកលោកត្រាំបានចាត់ទុកថាជាកិត្តិយសសម្រាប់រូបលោកដែលបានធ្វើការជាមួយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃអនុទីនក្នុងការដោះស្រាយអ្វីដែលអាចវិវត្តទៅជាសង្គ្រាមដ៏ធំមួយរវាងប្រទេសដ៏អស្ចារ្យនិងរីកចម្រើនទាំងពីរបន្ថែមលើនេះលោកត្រាំក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអានវ៉ាអ៊ីប្រាហ៊ីមក្នុងនាមជាប្រធានអាស៊ានដែលបានជួយសម្របសម្រួលដ៏សំខាន់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃនៅក្នុងចំនួនព្រំដែនដែលឈានដល់ការបាញ់ប្រហារនេះចំណែកនាយករដ្ឋមន្ត្រីថៃអនុទីនបានថ្លែងតាមរយៈសន្និសីទកាសែតក្រោយជួបសន្ទនាជាមួយលោកត្រាំថាលោកបានប្រាប់លោកត្រាំក្នុងការសន្ទនាតាមទូរស័ព្ទថាប្រទេសថៃប្រកាន់ភ្ជាប់នៅកិច្ចព្រមព្រៀងសន្តិភាពហើយប្រទេសកម្ពុជាបានរំលោភលើវាហើយបណ្ដាលឲ្យទាហានថៃបាត់បង់ជីវិតដែលជំរុញឲ្យប្រទេសថៃត្រូវសងសឹកនាយករដ្ឋមន្ត្រីថៃបន្ថែមថាលោកបានជម្រាបទៅលោកត្រាំថាថៃមិនមែនជាអ្នកឈ្លានពានកម្ពុជាទេគឺគ្រាន់តែសងសឹកដើម្បីឲ្យពួកគេយល់ថាកម្ពុជាមិនគួររញ៉េរញ៉ៃជាមួយថៃឡើយចំណែកនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាវេលាទៀបភ្លឺនាព្រឹកថ្ងៃសៅរ៍ទី13ខែធ្នូនេះសម្ដេចបានបង្ហោះសារលើបណ្ដាញសង្គមថាសម្ដេចបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តមអានវ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃប្រហ័សទី11ខែធ្នូនិងការប្រយុទ្ធមិញថ្ងៃទី12ខែធ្នូឆ្នាំ2025ជាមួយឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីអាមេរិកដើម្បីស្វែងរកវិធីឲ្យមានបទជប់បាញ់រវាងកម្ពុជាថៃហើយឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរសម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងអំណរគុណឯកឧត្តមទាំងពីរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្ដៅសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃសម្ដេចហ៊ុនម៉ាណែតបានគូបញ្ជាក់ថាកម្ពុជាតែងតែប្រកាន់ភ្ជាប់នៅជំហរក្នុងការស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរចំពោះហេតុការណ៍បាញ់ប្រហារនៅរុស្ស៊ីថ្ងៃទី7ខែធ្នូឆ្នាំ2025ដែលបានបណ្ដាលឲ្យមានការផ្ទុះការប្រយុទ្ធគ្នាសារជាថ្មីរវាងប្រទេសទាំងពីរត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតលើកឡើងថាសម្ដេចបានផ្ដល់យោបល់ថាកងទ័ពឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងម៉ាឡេស៊ីអាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពផ្កាយរណបដែលបានថតកំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីផ្ទៀងផ្ទាត់ថាតើភាគីខាងណាបាញ់មុនវិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួលនិងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការយ៉ាងណាក៏ដោយជាការកត់សម្គាល់ឈានចូលដល់ថ្ងៃទី7ហើយដែលថៃបើកការបាញ់ប្រហារឈ្លានពានមកលើកម្ពុជាចាប់តាំងពីរុស្ស៊ីថ្ងៃទី7ខែធ្នូជាក់ស្ដែងនៅព្រឹកព្រលឹមថ្ងៃទី13ខែធ្នូនេះយោធាថៃបានប្រើយន្តហោះចម្បាំង F-16 របស់អាមេរិកទម្លាក់គ្រាប់បែកនិងបាញ់កំទេចសន្តាគារនៅភូមិសាស្ត្រថ្មដានិងស្ពានជ័យជំនះខេត្តពោធិ៍សាត់នៅថ្ងៃនេះយោធាថៃក៏បានបន្តវាយប្រហារកម្ពុជាយ៉ាងខ្លាំងក្លានិងទម្លាក់គ្រាប់បែករួមទាំងការបាញ់ផ្លោងចូលទឹកដីកម្ពុជានៅគ្រប់សមរភូមិតាមព្រំដែនចាប់ពីខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់
នឹងឈានចូលដល់ខេត្តកោះកុងចំពោះស្ថានភាពវិវត្តទៅជាយ៉ាងណាខ្ញុំបានតារានឹងបន្តធ្វើបច្ចុប្បន្នភាពជូនលោកអ្នក